สมาชิกบารมเคยពួកយុវជនយើងឲ្យទោសវប្បធម៌ខ្លួនឯងឲ្យទោសថានេះវាមិនល្អអានេះវាមិនចេះនេះវាមិនចោះវប្បធម៌អ្វីគ្រប់យ៉ាងដែលជាវប្បធម៌ខ្លួនឯងហ្នឹងយុវជនមួយចំនួនហ្នឹងយួរជាសត្រូវឲ្យទោសតែម្ដងអ្នកខ្លះគាត់មានកំណាញ់រហូតដល់កំណាញ់ផ្លូវជាតិណាមកគាត់វ៉ាមិនបានមិនឲ្យវ៉ាឡានពេទ្យក៏មិនឲ្យវ៉ាយើងគិតមើលមនុស្សកំសត់ប៉ុណ្ណានេះដួងចិត្តហ្នឹងហើយអញ្ចឹងប្រពៃណីអីទាំងអស់ហ្នឹងគឺជាលំអជាផ្នែកមួយជាផ្នែកមួយនៃសង្គមដែលជួយស្រោចស្រពសង្គមហ្នឹងតាមរយៈវប្បធម៌ប្រពៃណីហ្នឹងបណ្ដុះខាត់ដួងចិត្តរបស់មនុស្សខ្មែរហ្នឹងឲ្យស្រទន់ឲ្យស្រឡាញ់ឲ្យចេះអត់ឱនប៉ុន្តែយើងមិនឲ្យចេះអត់ឱនឲ្យចេះអនុគ្រោះគ្នាកំសត់ណាមនុស្សយើងញាតិញោមគ្រាន់តែជិះឡានណាវ៉ាគ្នាមិនឲ្យគេវ៉ាមិនបានណាអ្នកខ្លះគាត់មានកំណាញ់រហូតដល់កំណាញ់ផ្លូវជាតិណាមកគាត់វ៉ាមិនបានមិនឲ្យវ៉ាឡានពេទ្យក៏មិនឲ្យវ៉ាយើងគិតមើលមនុស្សកំសត់ប៉ុណ្ណានេះដួងចិត្តណាបើថាកំណាញ់លុយទៅគ្រាន់បើញោមអានេះកំណាញ់តាំងពីផ្លូវជាតិឡើងណាអានេះសង្ស័យទៅថ្ងៃក្រោយធ្វើផ្លូវមួយបើកម្នាក់ឯងតែម្ដងនេះសង្គមកាលណាទៅធ្លាក់ដល់កម្រិតហ្នឹងមានន័យថាជាទូនាទីរបស់ញាតិញោមហើយប៉ូលីសចាំផាកប៉ុន្តែយើងនឹងបង្រៀនកូនចៅអ្នកណាណោះកូនចៅខ្ញុំលៀងអ្នកណាឬកូនចៅខ្ញុំណាណែអញ្ចឹងបង្រៀនសង្គមមនុស្សហ្នឹងហើយរបស់អស់ទាំងហ្នឹងគឺបង្រៀនបានច្រើនយ៉ាងតាមសាលាផងតាមអីផងប៉ុន្តែក្នុងនោះទូនាទីរបស់ព្រះពុទ្ធសាសនាហ្នឹងគឺបង្រៀនមនុស្សទាំងអស់ហ្នឹងឲ្យស្គាល់អំពីអ្វីដែលខុសអំពីអ្វីដែលត្រូវអញ្ចឹងហ្នឹងញាតិញោមហ្នឹងហើយអញ្ចឹងបង្រៀនញោមប្រាប់កូនចៅអាត្មាចិត្តបារម្ភឃើញពួកយុវជនយើងឲ្យទោសវប្បធម៌ខ្លួនឯងឲ្យទោសថានេះវាមិនល្អអានេះវាមិនចេះនេះវាមិនចោះវប្បធម៌អ្វីគ្រប់យ៉ាងដែលជាវប្បធម៌ខ្លួនឯងហ្នឹងយុវជនមួយចំនួនហ្នឹងយួរជាសត្រូវឲ្យទោសតែម្ដងឲ្យទោសតែម្ដងតែទទួលយកវប្បធម៌ដទៃមកដាក់ខ្លួនហើយលើកដំកើងវប្បធម៌ទាំងអស់នោះនេះជាវិបត្តិហើយញាតិញោមអញ្ចឹងលោកម្ដាយលោកឪពុកទាំងអស់ដែលជាអ្នកបឋមប្រធាននៅក្នុងគេហដ្ឋានហ្នឹងជួយស្រោចស្រពកូនចៅតាំងពីតូចធំអីយុវជនអីទាំងប្រាប់អំពីសេចក្តីល្អនៃវប្បធម៌របស់ពួកយើងហើយតមកចំណន់ទៀតបើសិនជាយុវជនឬក៏មនុស្សខ្មែរចំនួនក្រោយឲ្យទោសដល់វប្បធម៌ខ្លួនមិនយូរមិនឆាប់សង្គមយើងនឹងបាត់បង់នៅវប្បធម៌ដ៏ល្អហើយនឹងមិនមានញាតិញោមបរិស័ទចឹងស្អាតអញ្ចឹងស្លៀកហូលប្រមួងអីមកទៀតទេតែមកនឹងខោលើជង្គង់ចូលវត្តហើយមកនឹងឈួរអោបដៃ what is this what is that ដែរអាហ្នឹងសង្គមយើងទៅណាអ្នកម្ដាយហើយលោកពុកហើយណាហ្នឹងហើយគេខំណាស់វប្បធម៌នេះព្រោះវាជាវិធីសាស្ត្រដ៏ស្រទន់ហើយត្រជាក់បំផុតដែលអាចចូលទៅក្នុងដួងចិត្តរបស់មនុស្សបាន